ទូរស័ព្ទដៃ Xiaomi 17 Ultra គឺមាន2 version version ធម្មតាបែបនេះនិង version បែកលេខការអញ្ចឹងបើអ្នកនរគ្នាកំពុងតែសម្រេចចិត្តចង់ទិញទូរស័ព្ទដៃ Xiaomi 17 Ultra អ្នកនរគ្នាអាចមើលវីដេអូនេះបានថាតើគួរជ្រើសរើសយកមួយណាមែនតើទូរស័ព្ទដៃទាំងពីរនេះគឺវាមានវត្តមាននៅលើទីផ្សារយូរមកហើយដែរគ្រាន់តែអត់សូវមានអ្នកយកមកប្រៀបធៀបអាពីរហ្នឹងក្នុងវីដេអូតែមួយទេមានពីច្រើនគឺជាវីដេអូបរទេសអ្នកនរគ្នាអាចដឹងហើយថា Xiaomi 17 Ultra បែកលេខការនិង Xiaomi 17 Ultra ធម្មតាបែបនេះគឺវាខុសគ្នាតែរូបរាង design និងការបន្ថែមនៅ spec limited edition មួយចំនួននៅលើ Leica ទេតែជាក់ស្ដែង chip performance spec camera គឺវាដូចតែគ្នាទេចំពោះ Xiaomi 17 Ultra by Leica ហ្នឹងគឺគេ design មករៀងលេចធ្លោជាង Xiaomi 17 Ultra ធម្មតាបន្តិចទាំងកង់បង្វិលដែលអាចធ្វើការបង្វិលសម្រាប់ zoom in និង zoom out ទៅលើការថតរូបភាពហើយក៏ដូចជា frame ដែលមានការ design ដូចទៅនឹងប្រភេទ camera ប្រណិតផងដែរហើយនេះគឺជាប្រអប់ Xiaomi 17 Ultra ធម្មតាគឺវាមានទំហំបែបនេះហើយនេះគឺជាប្រអប់របស់ Xiaomi 17 Ultra by Leicaអ្វីដែលអ្នកទាំងនេះទទួលបានក្នុងប្រអប់ Xiaomi 17 Ultra by Leica គឺទទួលបានជាមួយនឹងខ្សែសាកដែលមានសភាពប្រណិតជាងខ្សែភ្ជាប់ជាមួយនឹង case សម្រាប់ពាក់នឹងកដៃនិងដុំសាក 100W ហើយសម្រាប់ case ដែលទទួលបានគឺមានសភាព premium ជាងផងដែរហើយអាចបង្វិលបានវីដេអូនេះនាំមកជូនដល់ហាងលក់ទូរស័ព្ទដៃ Best Phone Store អ្នកទាំងគ្នាអាចស្វែងរកទិញទូរស័ព្ទដៃថ្មីនិងមួយទឹកពីហាង Best Phone Store បានឬក៏ចង់វាយដូរស៊េរី A ក៏បានដែរសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងគ្នាអាចស្វែងរកនៅក្នុងវីដេអូនេះបានអូខេអញ្ចឹងដូចអ្នកទាំងគ្នាបានដឹងអញ្ចឹងអំពី performance spec របស់ទូរស័ព្ទដៃទាំងពីរនេះគឺវាដូចតែគ្នាទេអញ្ចឹង Xiaomi 17 Ultra ទាំងពីរនេះគឺវាប្រើប្រាស់បន្ទះ chip Snapdragon 8 Elite Gen 5ហើយមានទំហំ storage 512GB វាខុសគ្នាផងដែរសម្រាប់ Xiaomi 17 Ultra ធម្មតានេះគឺវាមាន RAM ត្រឹមតែ 12GB ទេហើយអាច extend RAM បន្ថែម 12GB ចំណែកឯ Xiaomi 17 Ultra by Leica នេះគឺវាមាន RAM 16GB ឯណោះហើយវាអាច extend RAM បន្ថែមនោះខ្ទង់ 6GB ទៀតហើយទាំងពីរគ្រឿងនេះគឺជា China version ទេអញ្ចឹងក្នុងការតេស្តនេះគឺតេស្តក្នុង version ដូចគ្នាគឺប្រើប្រាស់ជាមួយនឹង China version ហើយចំពោះ spec camera ទាំងពីរនេះគឺវាដូចគ្នាផងដែរ lens core របស់វាទំហំ1 inch តែម្ដងហើយអាចថតក្នុងកម្រិត50 megapixel អញ្ចឹងព័ត៌មានទាក់ទងមួយនឹងកាមេរ៉ាខ្ញុំបាននិយាយភាសាឲ្យប៉ុន្តែខ្ញុំនឹងដាក់នៅក្នុងវីដេអូនេះបន្ថែមទៀតឲ្យអ្នកនរគ្នាបានដឹងអញ្ចឹងនេះគឺជា spec ទាំងពីរទាំង spec ទៅលើ performance ហើយនិងសមត្ថភាពកាមេរ៉ារបស់វាឥឡូវយើងមកនិយាយអំពីផ្នែកខុសគ្នាច្រើននៃទូរស័ព្ទដៃទាំងពីរនេះគឺរូបរាងរបស់វាផ្ទាល់តែម្ដង Xiaomi 17 Ultra by Leica និង Xiaomi 17 Ultra ធម្មតាអញ្ចឹងផ្នែកខាងក្រៅនេះគឺវាខុសគ្នាច្រើនមែនទែនទាំងប្រភេទស៊ុមពតជុំវិញនិងខ្នងខាងក្រៅនេះផ្ទាល់សម្រាប់ Xiaomi 17 Ultra by Leica ផ្នែកខាងក្រៅនេះគឺជាប្រភេទស្បែកហើយមាន logo ឆ្នោតក៏ដូចជាមានកងបង្វិលអាចធ្វើការ zoom បានចំពោះ Xiaomi 17 Ultra ធម្មតាផ្នែកខាងក្រៅគឺលាតថ្លាបែបនេះអត់មាន mode អីញញ៉ៃច្រើនទេហើយនៅផ្នែកខាងលើយើងឃើញច្បាស់តែម្ដងគឺសម្រាប់ Leica គឺមាន logo Leica របស់គេមើលទៅពណ៌ក្រហមឆ្អិនឆ្អៅស្រស់ស្អាតមែនទែនហើយបើ Ultra វិញគឺមាន logo Ultra បែបនេះចំពោះទីតាំងកាមេរ៉ាផ្នែកខាងក្រោយនៃទូរស័ព្ទដៃ Xiaomi 17 Ultra ទាំងពីរនេះគឺគេរៀបចំមកគឺដូចគ្នាទេកាមេរ៉ា lens telephoto គឺនៅផ្នែកធំចំហៀងខាងស្ដាំបែបនេះហើយនឹងមានជាមួយនឹងកាមេរ៉ាពីរគ្រាប់នៅខាងក្រោមទៀតអញ្ចឹងគឺវាដូចគ្នាទេរីឯតួរបស់ Xiaomi 17 Ultra ផ្នែកខាងឆ្វេង Xiaomi 17 Ultra by Leica គឺមានអក្សរ Leica Camera Germany ហើយវាមានជាមួយនឹងឆ្នោតនៅលើតួរបស់វានេះមើលទៅគឺ premium ប្លែកមែនទែនចំណែកឯ Xiaomi 17 Ultra ធម្មតាគឺវាលាតស្អាតតែម្ដងគឺអត់មានអីទេនិយាយទៅការ design ផ្នែកខាងក្រោយតួក៏ដូចជាស៊ុមកាមេរ៉ារបស់ Xiaomi 17 Ultra by Leica នេះគឺវាមើលទៅលេចធ្លោជាង Xiaomi 17 Ultra ធម្មតាច្រើនមែនទែនប៉ុន្តែបើយើងមិនដាក់វាជិតគ្នាហើយយើងមើល Xiaomi 17 Ultra ធម្មតាគឺ Xiaomi 17 Ultra ក៏ស្រស់ស្អាតស្រាប់ទៅហើយដែរគ្រាន់តែមួយនេះមើលទៅវាដាក់ក្បាលគ្នាគឺអាមួយនេះឆើតជាងចំពោះមុខងារកាមេរ៉ា Xiaomi 17 Ultra by Leica គឺមានជាមួយនឹងមុខងារច្រើនជាងនិងអាចថាមុខងារ advanced ជាងដោយនៅលើ Xiaomi 17 Ultra by Leica វាមានមុខងារថតច្រើននិងលោជាងជាពិសេសជាមួយនឹងមុខងារ Leica M9 Look ដែលថតមកលើសម្រស់រូបភាពនឹងអែមជាងធម្មតាហើយសម្រាប់ profile Leica ហ្នឹងក៏វាមានច្រើនជាងផងដែរឥឡូវយើងមកមើលរូបភាពទាំងអស់ដែលបានថតចេញពី Xiaomi 17 Ultra by Leica និង Xiaomi 17 Ultra ធម្មតាហើយនឹងវីដេអូផងដែរ
អូខេអ្នកទាំងគ្នាឥឡូវយើងមកនិយាយអំពីទូរស័ព្ទ Xiaomi 17 Ultra 3 Leica និងតម្លៃរបស់ Xiaomi 17 Ultra ធម្មតាអញ្ចឹងតម្លៃរបស់វាទាំងពីរនេះនៅលើទីផ្សារគឺវាការចេញដំបូងគឺវាខុសគ្នាខ្លាំងមែនទែនប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺវាមានតម្លៃខុសគ្នាមិនច្រើនទេអាចថាខ្ទង់2សន្លឹកអីទេអញ្ចឹងបើអ្នកទាំងគ្នាចង់ទិញទាំងថ្មីនិងមួយទឹកគឺតម្លៃប្រហែលប៉ុណ្ណឹងអាចថាខ្ទង់$100ជាងក៏មានឬក៏ខុសគ្នា$200ជាងទៅមានទៅតាមលក្ខខណ្ឌនិង condition ដែលអ្នកទាំងគ្នាចង់ទិញហើយទៅតាមហាងផងដែរណាមួយវាគឺអាស្រ័យទៅលើទូរស័ព្ទដៃហ្នឹងថាតើជា China version ឬក៏ global version ទៀតអញ្ចឹងវាមានចំណុចខុសគ្នាច្រើនប៉ុន្តែបើសិនជាក្នុង version ដូចគ្នា China version ដូចគ្នាឬក៏ global version ដូចគ្នាគឺខុសគ្នាខ្ទង់$200ទៅ$300នឹងឯងហើយ Xiaomi 17 Ultra ដែលខ្ញុំប្រើនេះគឺវាជាផលិតផលមួយទឹកទេហើយ China version ទៀតខ្ញុំទិញក្នុងតម្លៃ$800ជាងហើយសម្រាប់ Xiaomi 17 Ultra Leica នេះដល់ពេលបច្ចុប្បន្ននេះគឺតម្លៃវាអាចថាខ្ទង់1000គត់ឬក៏1000តិចតួចសម្រាប់ប្រភេទមួយទឹកហើយបើសិនជាថ្មីហ្មងគឺអាចខ្ទង់1200ទៅ1300នឹងឯងកាលពីចេញដំបូងខ្ញុំនឹងមិនសម្រេចចិត្តទិញ Xiaomi 17 Ultra by Leica ទេដោយសារតម្លៃវាខុសគ្នាខ្លាំងប៉ុន្តែនៅពេលបច្ចុប្បន្ននេះ Xiaomi 17 Ultra by Leica នេះគឺវាមានតម្លៃអាចថាខុសគ្នាមកល្មមអាចពិចារណាបានគឺអ្នកទាំងគ្នាទទួលបានជាមួយនឹង feature ច្រើនរូបរាងស្អាតជាងគឺជាជម្រើសមួយបែបដែលអ្នកទាំងគ្នាអាចថាបើអ្នកទាំងគ្នាមានបទចិត្តចង់ទិញជាមួយនឹងទូរស័ព្ទដៃដែលស្អាតកប់ហ្មងគឺ Xiaomi 17 Ultra by Leica នេះគឺជាជម្រើសដែលត្រូវតែជ្រើសរើសហើយប៉ុន្តែបើអ្នកទាំងគ្នាគិតថាចង់សន្សំលុយចង់ទិញរបស់ដែលធូរថ្លៃសន្សំបានខ្លះហើយយើងបាន spec និងកាមេរ៉ាប្រើប្រាស់បានដោយតា Leica ទេអញ្ចឹង Xiaomi 17 Ultra នេះអ្នកទាំងគ្នាអាចជ្រើសរើសបាននិយាយទៅបើអ្នកទាំងគ្នាចង់ save លុយបានមួយសន្លឹកជាង2សន្លឹកអីហ្នឹងគឺ Xiaomi 17 Ultra ធម្មតាទៅតែបើអ្នកទាំងគ្នាចង់ថាមានលុយប៉ុណ្ណឹងចេះខ្លាំងនេះទៅ Xiaomi 17 Ultra by Leica គឺជាជម្រើសល្អជាងគេហើយបើយើងមានជាមួយនឹងកញ្ចក់ថវិកាគ្រប់គ្រាន់អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ